រៀតដែលគ្មានភ្លើងពន្លឺច្បាស់លាស់ច្បាស់ចាស់នៅពេលយប់ដឹងថាម៉ោងប្រហែលអត់ចាប់ពីម៉ោង1ឡើងទៅហាមហូបដាច់ខាតហើយបើសិនជាអ្នកបើកឲ្យភ្លឺពេញផ្ទះហាមបើកភ្លើងអំពូលទូចដែលភ្លឺតិចហើយនឹងពូលកៅទូចហើយស្ងាត់តែពេលគេដេកលក់អស់ហាមហូបដាច់ខាតគេហៅថាពេលដែលខ្មោចចេញដើររកស៊ីឬមានគេហៅថាវិញ្ញាណអីគេមកពីយកមកព្រៀបហើយបើទេសំបីតែយើងទាញចានឬតែក្រមក៏បានដែរព្រោះអីចាប់ពីម៉ោង2:10ឡើងទៅហើយបើសិនជាយើងចូលទៅដេកវិញយើងនឹងយល់សពមិនល្អតែម្ដងហើយបាច់ជ្រុលតែយើងហូបខ្ញុំហាមដាច់ខាតគឺយើងត្រូវប្រើគឺទៅបើកភ្លើងឲ្យភ្លឺឲ្យភ្លឺចាស់ពេញផ្ទះសំបែងសុំហូបហើយហូបកុំទៅហូបគៀនល្ងឹតទៀតកន្លែងកដាលមកភ្លឺបើសិនជាយើងទៅហូបកន្លែងជារឿងល្ងឹតខ្លះពេលចាប់ដើមពេលស្អីគេយប់ជ្រៅហើយអត់មានមនុស្សក្រោកពីបងប្អូនអញ្ចឹងគេហៅថាវិញ្ញាណគេចេញដើររស់ស៊ីយើងដឹងស្រាប់ហើយខាងស្រុកខ្មែរយើងខ្ញុំក្នុងស្រុកខ្មែរដូចគ្នាហើយខ្ញុំធ្លាប់ឆ្លងកាត់ផ្ទាល់មិនមែននិយាយកុហកទេខ្ញុំធ្លាប់ហើយបើពុំនោះទេបើមិនជឿសាមើលខ្ញុំមិនឲ្យជឿខ្ញុំទៅបើមិនជឿសាមើលហូបរួចបើកភ្លើងដល់ដេកយកពេលយើងហូបបើកភ្លើងកៅគឺអត់សូវភ្លឺចាប់ពីម៉ោង12ឡើងទៅហើយមនុស្សដេកស្ងាត់ហើយហូបរួចហើយបើភ្លឺសំឡេងចានទៀតរត់តែយើងរត់តែយ៉ាប់ជាងនឹងទៀតក៏ចូលទៅដេកក្លឹបមកសន្ទុះក្រោយចាប់យើងចូលដំណេកដេកលក់ក្លឹបយល់សពដែរគឺយល់សពអត់ល្អហើយខ្ញុំក៏មិនបានបកស្រាយឲ្យចប់ចុងចប់ដើមដែរអញ្ចឹងគេដើររស់ស៊ីគេឃ្លានដែរយើងសូមបង្ហាញត្រឹមហ្នឹងទេសូមអរគុណ